thế nơi tết xua chết vào đây chia ba mình mà là đây chết kia cùng thế bao một đứa คลิปទូធុងកាសចំអិនអាហារនៅស្រុកសំរោងទងបណ្ដាលឲ្យក្មេងស្រីម្នាក់រងរបួសធ្ងន់ហេតុការណ៍ផ្ទុះធុងកាសចំអិនអាហារមួយបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនិងបណ្ដាលឲ្យក្មេងស្រីអាយុជាង10ឆ្នាំម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរកាលពីព្រឹកថ្ងៃទី18ខែឧសភាឆ្នាំ2026ស្ថិតនៅចំណុចក្បែរបូរីជ័យឧត្តមក្នុងភូមិឧញ្ញាទេពឃុំត្រពាំងគងស្រុកសំរោងទងខេត្តកំពង់ស្ពឺយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុមានការធ្លាយកាសនិងបង្កជាអគ្គិភ័យឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅភ្លាមនោះបងប្អូនប្រជាពលរដ្ឋរស់នៅជិតខាងបាននាំគ្នាជួយអន្តរាគមន៍បាញ់ទឹកពន្លត់និងព្យាយាមចូលទៅជួយសង្គ្រោះក្មេងស្រីរងគ្រោះដែលនៅក្នុងផ្ទះប៉ុន្តែដោយសារអណ្ដាតភ្លើងនិងផ្សែងហុយខ្លាំងពេកមិនអាចចូលទៅជួយទាន់ពេលវេលានោះទេក្រោយពេលកើតហេតុក្មេងស្រីរងគ្រោះត្រូវបានគេដឹងថាបានរងរបួសយ៉ាងធ្ងន់ធ្ងរនិងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមចំពោះមូលហេតុលម្អិតនិងទំហំនៃការខូចខាតទ្រព្យសម្បត្តិសមត្ថកិច្ចជំនាញកំពុងធ្វើការពិនិត្យនិងស្រាវជ្រាវបន្តករណីនេះដែរអាជ្ញាធរក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើប្រាស់ធុងហ្គាសដោយត្រូវពិនិត្យបច្ចេកទេសទយោនិងវាល់បិទបើកឲ្យបានត្រឹមត្រូវដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុបែបនេះ មានសេពបុកជាងឡើងធ្លាយគេអត់មានគេទៅរួច